បន្ទាប់ពីអាមេរិកឥឡូវនេះបារាំងបង្ហាញពីកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាស្ថានទូតបារាំងប្រចាំកម្ពុជាបានឲ្យដឹងនៅថ្ងៃទី2ខែតុលានេះថាលោកឧត្តមសេនីយ៍ Patrick Vakio នាយកនៃនាយកដ្ឋានសហប្រតិបត្តិការទ្វេភាគីតំបន់ភាគខាងត្បូងនៃសេនាធិការរងកងទ័ពបារាំងបានបំពេញទស្សនកិច្ចនៅកម្ពុជាលោកបានពិភាក្សាការងារជាមួយឯកឧត្តមផាតវិបុលសុភ័ក្រនាយកនៃនាយកដ្ឋានតាក់ទងអន្តរជាតិនៃក្រសួងការពារជាតិនិងឯកឧត្តមសែមរតនាអគ្គនាយកស្ដីទីមជ្ឈមណ្ឌលរក្សាសន្តិភាពកាលពី30ឆ្នាំមុនលោកឧត្តមសេនីយ៍ Vakio បានបំពេញបេសកកម្មសហប្រតិបត្តិការនៅក្នុងជួរយោធាចារចំនួនទី1នៃសាលានាយកទាហានសកម្មថ្មាតពងក្នុងឱកាសដំណើរទស្សនកិច្ចនេះលោកបានជួបជាមួយយោធាចារដែលបានបំពេញការងារកាលពី30ឆ្នាំមុនក៏ដូចជាអតីតសិស្សនាទាហានរបស់គាត់ដែលមួយចំនួនបច្ចុប្បន្នជាឧត្តមសេនីយ៍បម្រើការងារក្នុងជួរកងយោធាខេមរភូមិន្ទក្នុងឱកាសជំនួបនានាជាមួយក្រុមយោធាចារនិងសិស្សសាលានាយទាហានសកម្មលោកបានសង្កេតឃើញពីភាពរស់រវើកនៃសមាគមយោធាដែលប្រើប្រាស់ភាសាបារាំងនៅកម្ពុជាអស់រយៈពេល30ឆ្នាំមកហើយនាយកដ្ឋានសហប្រតិបត្តិការផ្នែកសន្តិសុខនិងការងារផ្ដល់ការគាំទ្រដល់ការបណ្ដុះបណ្ដាលនាយទាហានការត្រៀមរៀបចំកងមុខខៀវកម្ពុជាសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពនិងការបង្រៀនភាសាបារាំងនៅក្នុងជួរយោធានៅក្នុងកម្ពុជានេះជាការបញ្ជាក់បន្ថែមពីស្ថានទូតបារាំង